nơiក្នុងថ្នាក់រៀននេះសិស្សម្នាក់កំពុងព្យាយាមគូររូបអ្នកផ្ទះរបស់ខ្លួនអ្នកទាំងអស់គ្នាយកគំនូរនេះឡើងហើយនិយាយបន្តិចអំពីឈ្មោះតាធុរារបស់ខ្លួនក្រោយពីសម្រាប់មេរៀននេះហើយអ្នកគ្រូអញ្ជើញសិស្សទាំងអស់គ្នាណែនាំគំនូររបស់ខ្លួនខ្ញុំនិងគ្រួសារខ្ញុំមានចម្ងាយពីគ្នាខ្លាំងណាស់ហើយឈ្មោះគំនូរនេះគឺហៅថាផ្ទះគាត់ឈ្មោះយ៉ាងស៊ឺឌីងជាជនជាតិចិនរស់នៅប្រទេសម៉ាឡេស៊ីការនៅរៀនវិទ្យាល័យជាលើកទី1ដែលគាត់មកកាន់តៃវ៉ាន់ក្រោយមកដោយសារការងារនិងស្វាមីគាត់ក៏មកកាន់តៃវ៉ាន់ម្ដងទៀតអ្វីត្បិតគាត់ចាក់ឬនៅតៃវ៉ាន់មែនតែគាត់នៅតែទម្លាប់មិនបានធាតុអាកាសនៅក្រុងតៃប៉េសោះពេលរដូវរងាឧស្សាហ៍ភ្លៀងហើយនៅក្រុងតៃប៉េសើមផងត្រជាក់ផងមានអារម្មណ៍ថាកាន់តែរងាហើយនៅទីនេះមនុស្សច្រើនរថយន្តក៏ច្រើនដូច្នេះឧស្សាហ៍ស្ទះចរាចរណ៍រហូតដល់ឥឡូវនេះខ្ញុំនៅតែទម្លាប់មិនបានសោះប៉ុន្តែសំណាងល្អគាត់មានកូនភ្លោះ2នាក់ឲ្យជីវភាពរបស់គាត់កាន់តែពោពេញដោយភាពជោគជ័យម៉ាក់ជួយយកឯងនេះជាសាច់មាន់ខ្ញុំយកខ្លួនឯងអត់ញ៉ាំទេកូនមិនញ៉ាំទេអូកូនមិនញ៉ាំទេត្រូវញ៉ាំសាច់ខ្លះទៅចាប់ពីកូនរៀនថ្នាក់ទី1គាត់ក៏ចូលធ្វើការស្ម័គ្រចិត្តនៅសាលាដំបូងគ្រាន់តែជួយពេលព្រឹកប៉ុណ្ណោះប៉ុន្តែក្រោយមកក៏ចូលចិត្តទៅលើមេរៀនបណ្ដុះបណ្ដាលដើម្បីឲ្យខ្លួនកាន់តែមានជំនាញគាត់ខិតខំរៀនដោយមិនខានឡើយការសិក្សាវាអាចឲ្យយើងយល់ដឹងប្រៀបដូចជាយើងចេះស្រឡាញ់កូនរបស់យើងដោយរបៀបណាពាក្យថាស្រឡាញ់វាមាន5ភាសាហើយយើងគាំទ្រកូនយើងដោយពេញលេញមិនមែនគ្រាន់តែនិយាយថាល្អនោះទេថែមទាំងអាចសង្កេតមើលចរិតក្មេងទៀតផងគាត់ខិតខំរៀនសូត្រទាញយកឱកាសល្អសម្រាប់ខ្លួនផ្ទាល់តាមពិតស៊ើបមើលចំណុចសំខាន់របស់ក្មេងខ្ញុំក៏ស៊ើបមើលចំណុចសំខាន់របស់ខ្លួនដែរព្រមទាំងគ្រួសារនិងស្វាមីរបស់ខ្ញុំគិតថាមេរៀននេះវាមិនងាយស្រួលទេខ្ញុំនៅខិតខំរៀននៅឡើយនេះមិនត្រឹមតែអាចទំនាក់ទំនងជាមួយក្មេងនោះទេថែមទាំងឲ្យគាត់កាន់តែចេះស្វែងរកចំណុចសំខាន់ទៅលើមនុស្សគ្រប់រូបឲ្យជីវិតកាន់តែសម្បូរបែប